ជំរាបសួរលោកអ្នកនាងជាទីមេត្រីលំដាប់តទៅនេះខ្ញុំបាទសូសម្បូរសូមជូនព័ត៌មានរបស់វិទ្យុជាតិកម្ពុជាជាដំបូងសូមជូនមេតិការព័ត៌មានសំខាន់សម្ដេចធិបតីចេញប័ណ្ណបញ្ជាឲ្យហាមឃាត់ការនាំចូលការចែកចាយនិងប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាគ្រប់ប្រភេទមេតាកាត់បន្ថយបុគ្គលិកប្រហែល600នាក់ក្នុងផ្នែកបញ្ញាសិប្បនិម្មិត AIតទៅនេះសូមជូនព័ត៌មានពិស្ដាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី21ខែតុលាឆ្នាំ2025បានចុះហត្ថលេខាលើបទបញ្ជាស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូលការចែកចាយការលក់ការផ្សាយពាណិជ្ជកម្មការប្រើប្រាស់ការកាន់កាប់ការផលិតនិងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាអ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍យោងតាមបទបញ្ជារបស់សម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាក្នុងរយៈពេលថ្មីនេះរាជរដ្ឋាភិបាលបានសង្កេតឃើញថាមានការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាក្នុងចំណោមកុមារនិងយុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់សង្គមសុខភាពសាធារណៈជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំទន្ទឹមនេះការប្រើប្រាស់ផលិតផលទាំងនេះអាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀតព្រោះប្រភេទឧបករណ៍អេឡិចត្រូនិកដូចជាបារីអេឡិចត្រូនិកផលិតផល HTP អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបានព្រមទាំងជាច្រកផ្លូវដែលនាំឲ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរនៅពេលដែលពួកគេមានភាពញៀននិងសារធាតុនីកូទីនដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គមក្នុងគោលបំណងទប់ស្កាត់បង្ការដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលានិងដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គមការពារសុខភាពសាធារណៈជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំរាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដោយហាមឃាត់ការនាំចូលការចែកចាយការលក់ការផ្សាយពាណិជ្ជកម្មការប្រើប្រាស់ការកាន់កាប់ការផលិតនិងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាគ្រប់ប្រភេទគ្រប់ទម្រង់និងគ្រប់មធ្យោបាយរាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្មក្រសួងព័ត៌មាននិងក្រសួងប្រៃសណីនិងទូរគមនាគមន៍ត្រូវមានវិធានការទប់ស្កាត់ការនាំចូលការចែកចាយការផ្សាយពាណិជ្ជកម្មការលក់និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាក្រសួងសុខាភិបាលត្រូវចេញសេចក្តីណែនាំដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិងគ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាជាមួយគ្នានេះសម្ដេចធិបតីណែនាំដល់គ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចាត់វិធានការស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះបុគ្គលណាដែលបានចែកចាយលក់ស្តុកទុកផ្សព្វផ្សាយពាណិជ្ជកម្មឬផ្សព្វផ្សាយលក់ផលិតនិងឬនាំចូលឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាតាមរយៈមធ្យោបាយណាក៏ដោយត្រូវប្រមានជាលាយលក្ខណ៍អក្សរដកហូតនិងព្យួរវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មឬលិខិតអនុញ្ញាតប្រកបអាជីវកម្មសេវាកម្មដែលចេញដោយក្រសួងស្ថាប័នឬអាជ្ញាធរពាក់ព័ន្ធទោះជាប្រភេទអាជីវកម្មសេវាកម្មអ្វីក៏ដោយបន្ថែមពីនេះទៀតគ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការស៊ីវិលមន្ត្រីនគរបាលជាតិនិងយោធិនព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាឬមានការពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាគ្រប់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពបំផុតនាងខ្ញុំប្រាសចានដាវីវិទ្យុជាតិកម្ពុជាឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាបានលើកឡើងថាភាគីកម្ពុជាថៃបានសម្រេចឯកភាពក្នុងការកាត់បន្ថយភាពតានតឹងផ្នែកយោធានៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរអ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាថ្ងៃទី23ខែតុលាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញលទ្ធផលថា
កម្ពុជាថៃបានអនុម័តនិងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងនិងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី2នេះហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពប្រមុខការពារជាតិកម្ពុជាបានបន្តថាភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួនដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធាតាមរយៈការកសាងពង្រៀងឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំងនិងយុទ្ធឧបករណ៍ឲ្យត្រឡប់ទៅមូលដ្ឋានដើមវិញភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួនដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធាតាមរយៈការកសាងពង្រៀងដំបូងនៃឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំងនិងយុទ្ធឧបករណ៍ឲ្យត្រឡប់ទៅមូលដ្ឋានដើមវិញដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាបានឲ្យដឹងទៀតថាឯកសារប្រតិបត្តិ TOA ក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាននេះបានចុះហត្ថលេខារួចរាល់ហើយនៅក្នុងកិច្ចប្រជុំ GBC នេះសូមបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នេះគឺធ្វើបន្តពីកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025នៅក្នុងខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី7ខែសីហាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីនាងខ្ញុំសឹងសុផារីវិទ្យុជាតិកម្ពុជាឯកឧត្តមជាសមាជិករដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងជាប្រធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់បានចាត់ទុកមនុស្សវ័យចាស់គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ផ្ដល់នូវចំណេះដឹងវប្បធម៌ប្រពៃណីសាសនាទំនៀមទម្លាប់និងបទពិសោធន៍ជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយនាយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ឯកឧត្តមជាសុមិទ្ធីរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានថ្លែងថាមនុស្សវ័យចាស់ត្រូវបានផ្ដល់នូវក្តីអាណិតស្រឡាញ់សន្តោសប្រណីនិងការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខពីសំណាក់សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតក្នុងឱកាសអញ្ជើញចូលរួមរៀបចំអបអរសាទរខួបលើកទី27ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិក្រោមប្រធានបទវ័យចាស់ដោយសេចក្តីថ្លៃថ្នូរឯកឧត្តមជាសុមិទ្ធីបានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំក្រសួងសង្គមគិច្ចតែងប្រារព្ធពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី1តុលាក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសម្ដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ឲ្យកាន់តែប្រសើរឡើងឯកឧត្តមបញ្ជាក់ថាតាមរយៈទិវានេះគឺបានបង្ហាញឲ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់និងបុព្វការីជនក្នុងសង្គមជាតិមនុស្សវ័យចាស់នៅកម្ពុជាត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឲ្យមានសមាគមមនុស្សចាស់នៅតាមឃុំសង្កាត់ចំនួន1646ដែលមានសមាជិកសរុប 328,054 នាក់ដោយមានកម្មវិធីថែទាំសុខភាពធនាគារស្រូវនិងបេឡាមរណៈសង្គ្រោះសម្ដៅជួយសម្រួលទុក្ខលំបាកនិងជួយគ្នាទៅវិញទៅមកនៅពេលមានធុរៈមនុស្សវ័យចាស់ដែលក្រីក្រគ្មានទីពឹងនិងគ្មានជម្រកជាច្រើនក៏ត្រូវបានផ្ដល់ជាទីជម្រកយ៉ាងសមរម្យតាមរយៈការអនុវត្តគម្រោងនានារបស់រដ្ឋាភិបាលសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្រុមការងាររដ្ឋាភិបាលចោះជួយមូលដ្ឋានអង្គការដៃគូនិងសប្បុរសជននានាក្នុងទិវានេះឯកឧត្តមក៏បានស្នើដល់អ្នកពាក់ព័ន្ធបន្តជំរុញរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិជារៀងរាល់ឆ្នាំទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងបន្តពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឃុំសង្កាត់និងលើកទឹកចិត្តឲ្យមានការអប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹងអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនិងការបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីការត្រៀមខ្លួនឈានចូលវ័យចាស់ជូនដល់សហគមន៍នៅមូលដ្ឋានក្នុងពិធីនេះដែរឯកឧត្តមនិងលោកជំទាវក៏បានផ្ដល់អំណោយជាពិសេសការរៀបចំក្រុមគ្រូពេទ្យមកពិនិត្យព្យាបាលសុខភាពភ្នែកព្រមទាំងចែកវ៉ែនតានិងឈើច្រត់ជូនលោកតាលោកយាយដែលមកចូលរួមដោយឥតគិតថ្លៃនាងខ្ញុំផៃផាណាវិទ្យុជាតិកម្ពុជានៅក្នុងឱកាសអញ្ជើញចូលរួមវេទិកាជំនាញសកលឆ្នាំ2025រៀបចំឡើងក្នុងបរិបទ Asian Year of Skill 2025នៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា
ការអភិវឌ្ឍជំនាញអាចសម្រេចទៅបានដោយមានការចូលរួមពីរដ្ឋាភិបាលវិស័យឯកជនកម្មករនយោជិតនិងគ្រឹះស្ថានបណ្ដុះបណ្ដាលកម្ពុជាបានដាក់ឲ្យអនុវត្តគោលនយោបាយជាច្រើនដើម្បីជំរុញឲ្យចូលរួមរបស់វិស័យឯកជននៅក្នុងការបណ្ដុះបណ្ដាលនិងបង្កើនជំនាញតាមរយៈការលើកទឹកចិត្តឲ្យមានការចូលរួមជាមួយមូលនិធិអភិវឌ្ឍជំនាញឯកឧត្តមក៏បានស្នើឲ្យអាស៊ានលើកទឹកចិត្តពង្រឹងយន្តការស្ថាប័នជំនាញអាស៊ានដើម្បីជំរុញចលនាភាពនិងការទទួលស្គាល់ជំនាញរបស់ពលករជំនាញនៅតាមប្រទេសសមាជិកព្រមទាំងអំពាវនាវឲ្យមានចលនាភាពអត្ថប្រយោជន៍សន្តិសុខសង្គមដើម្បីធានាបាននូវការការពារនិងអត្ថប្រយោជន៍របស់ពលករទីសន្តិប្រវេសន៍នាឱកាសនោះផងដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងវេទិការដ្ឋមន្ត្រីការងារអាស៊ានសម្រាប់ការអភិវឌ្ឍមូលធនមនុស្សដោយបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលម៉ាឡេស៊ីក្នុងការដឹកនាំរៀបចំកម្មវិធីវេទិកាជំនាញសកលឆ្នាំ2025នេះនិងថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ ILO ដែលបានផ្ដល់កិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនៅក្នុងតំបន់និងជាសកលពាក់ព័ន្ធនឹងជំនាញប្រធានបទនៃកិច្ចពិភាក្សាផ្ដោតលើការផ្សារភ្ជាប់គម្លាតជំនាញអាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ការលើកកម្ពស់ចលនាកម្លាំងពលកម្មជំរុញកំណើនប្រកបដោយបរិយាបន្ននិងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជនដើម្បីកំណត់នៅទស្សនវិស័យគោលនយោបាយនិងការបដិញ្ញាចិត្តនៅក្នុងតំបន់និងកិច្ចព្រមព្រៀងស្ដីពីសកម្មភាពសម្រាប់តាមដានឆ្នាំជំនាញអាស៊ាន2025រាជរដ្ឋាភិបាលលុចសម្បួរគ្រងនឹងបើកការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនៃប្រទេសលុចសម្បួរនៅព្រះរាជាណាចក្រកម្ពុជានាយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថាគម្រោងបង្កើតការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនេះត្រូវបានផ្ដួចផ្ដើមឡើងក្នុងឱកាសព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Grand Duke Gulam ដែលពេលនោះព្រះអង្គម្ចាស់ជារាជទីជាតិនៃប្រទេសលុចសម្បួរនិងបច្ចុប្បន្នជាព្រះមហាក្សត្រលុចសម្បួរតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូទៅរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលលុចសម្បួរកាលពីថ្ងៃទី31ខែមីនាឆ្នាំ2025នៅព្រះរាជាណាចក្រកម្ពុជាការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាតាមរយៈគំនិតផ្ដួចផ្ដើមនិងគម្រោងការអភិវឌ្ឍនានាប្រភពដដែលបានបន្តថាវត្តមាននៃការិយាល័យអភិវឌ្ឍខាងលើឆ្លុះបញ្ចាំងអំពីការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែខ្ពស់មួយកម្រិតទៀតនិងសរបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់កម្ពុជានិងលុចសម្បួរក្នុងការអភិវឌ្ឍភាពជាដៃគូឲ្យកាន់តែរឹងមាំនិងយូរអង្វែងប្រទេសទាំងពីរនឹងផ្ដោតកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះរួមមានការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រការអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខភាពនិងការគាំពារសង្គមការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថានព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីននិងសន្តិសុខនិងការអភិវឌ្ឍមូលដ្ឋានរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលលុចសម្បួរស្វាគមន៍នៅកិច្ចសហប្រតិបត្តិការដំណាក់កាលវិវត្តនៃទំនាក់ទំនងទ្វេភាគីជាវិជ្ជមានថ្មីនេះនិងត្រៀមខ្លួនរួចរាល់ក្នុងការជំរុញកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងគោលដៅធ្វើឲ្យដំណើរការនៃការបើកការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនៃប្រទេសលុចសម្បួរនៅព្រះរាជាណាចក្រកម្ពុជាឲ្យបានឆាប់សម្ដៅលើកម្ពុជាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរតទៅនេះសូមជូនព័ត៌មានអន្តរជាតិលោកនីកូឡាស់ម៉ាឌូរ៉ូប្រធានាធិបតីបាននិយាយថាវេណេស៊ុយអេឡាមានប្រព័ន្ធមីស៊ីលពាក់លើស្មាប្រឆាំងយន្តហោះចម្បាំងផលិតដោយរុស្ស៊ីចំនួន 5,000 ដើមដើម្បីទប់ទល់នឹងកងទ័ពអាមេរិកដែលត្រូវបានដាក់ពង្រាយនៅតំបន់សមុទ្រការ៉ាប៊ីននេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP
សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយនិងនាវាចម្បាំងជាច្រើនគ្រឿងនៅក្នុងតំបន់សមុទ្រការ៉ាប៊ីនក្រោមក្របខ័ណ្ឌនៃយុទ្ធនាការប្រឆាំងពួកអក្រិតជនរត់ពន្ធគ្រឿងញៀនព្រមទាំងបានគំទេចទូកដែលសង្ស័យដឹកគ្រឿងញៀនចេញពីវេណេស៊ុយអេឡាឆ្ពោះទៅកាន់សហរដ្ឋអាមេរិកយ៉ាងហោច8គ្រឿងវេណេស៊ុយអេឡាបានថ្កោលទោសការដាក់ពង្រាយកម្លាំងយោធានេះថាជាការប៉ុនប៉ងផ្ដួលរំលំរបបដឹកនាំរបស់លោកម៉ាឌូរ៉ូដែលទីក្រុងវ៉ាស៊ីនតោនចោទថាជាមេកាយរបស់ពួកអក្រិតជនគ្រឿងញៀនខណៈលោកម៉ាឌូរ៉ូបានច្រានចោលការចាប់ប្រកាន់នេះនៅឯព្រឹត្តិការណ៍ជាមួយថ្នាក់ដឹកនាំយោធាវេណេស៊ុយអេឡាលោកម៉ាឌូរ៉ូបាននិយាយថាវេណេស៊ុយអេឡាមានប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លីពាក់លើស្មាផលិតដោយរុស្ស៊ី LGLAS ត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់យន្តហោះរយៈកម្ពស់ទាបហើយប្រព័ន្ធមីស៊ីននេះដែលត្រូវបានប្រើប្រាស់នៅក្នុងសមយុទ្ធយោធាធ្វើឡើងតាមបញ្ជារបស់លោកម៉ាឌូរ៉ូជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្បែរដែនទឹកវេណេស៊ុយអេឡាក្រុមហ៊ុន Meta Platform បានប្រកាសកាត់បន្ថយបុគ្គលិកប្រហែល600នាក់ក្នុងផ្នែកសិប្បនិម្មិត AI របស់ខ្លួនដែលមានឈ្មោះថា MSL តាមរយៈរបាយការណ៍ Axios និង Reuters ការកាត់បន្ថយនេះប៉ះពាល់ដល់បុគ្គលិកជាច្រើនក្រុមរួមទាំងផ្នែកស្រាវជ្រាវរបស់ Meta AIR ក្រុមអភិវឌ្ឍផលិតផលដែលប្រើ AI និងក្រុមបច្ចេកទេសសម្រាប់ស្ថាបត្យកម្ម AIទោះជាយ៉ាងណាយោងតាមរបាយការណ៍ពី Axios ក្រុមថ្មីដែលមានឈ្មោះថា TB Develop ដែលជាផ្នែកសំខាន់ក្នុងគម្រោងរបស់ Meta មិនត្រូវបានប៉ះពាល់ដោយសារការកាត់បន្ថយនេះទេនៅក្នុងសារផ្លូវការមួយពីប្រធានផ្នែក AI របស់ Meta បានបញ្ជាក់ថាការកាត់បន្ថយនេះដើម្បីធ្វើឲ្យអង្គភាពមានភាពសមរម្យជាងមុនដោយមានសមត្ថភាពសម្រេចចិត្តលឿនជាងមុននិងឲ្យបុគ្គលនីមួយៗមានតួនាទីសំខាន់និងឥទ្ធិពលច្បាស់លាស់ជាងមុន Meta ក៏បានអះអាងថាបុគ្គលិកដែលត្រូវបានប៉ះពាល់អាចដាក់ពាក្យស្នើចូលបំពេញតួនាទីផ្សេងៗទៀតនៅក្នុងក្រុមហ៊ុនវិញផងដែរជាមួយគ្នានេះ Meta ក៏បន្តជ្រើសរើសបុគ្គលិកសម្រាប់ក្រុមស្រាវជ្រាវថ្មី TB Develop ទោះបីជាមានការកាត់បន្ថយនៅផ្នែកផ្សេងៗក៏ដោយលោកនាងជាទីមេត្រីព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅពេលនេះចាប់តែប៉ុណ្ណេះខ្ញុំបាទសូសម្បូរនិងសហការីសូមអរគុណសូមជម្រាបលា